我今年21岁。我今年21岁。ឆ្នាំនេះខ្ញុំអាយុ21ឆ្នាំ 我叫美爱。我叫美爱。ខ្ញុំឈ្មោះ美爱。今年21岁。今年21岁。ចា今年ខ្ញុំបកថាឆ្នាំនេះ21岁ចា21岁យើងបកថា21ឆ្នាំអញ្ចឹង今年21岁ឆ្នាំនេះអាយុ21ឆ្នាំ在这边工作在这边工作ធ្វើការនៅភ្នំពេញប្រយោគបន្ទាប់ទៀត我8点上班我8点上班8点ចា8点ម៉ោង8上班上班ចូលធ្វើការចាខ្ញុំบอกថាចូលធ្វើការអញ្ចឹងក្នុងប្រយោគកន្លែងនេះគឺខ្ញុំบอกថាខ្ញុំចូលធ្វើការម៉ោង8我8点上班ខ្ញុំចូលធ្វើការម៉ោង8អូខេអញ្ចឹងយើងចូលស្លាយបន្តទៀតអញ្ចឹងតពីខាងលើមិញដែរ5点下班5点下班5点下班ចាអូខេកន្លែង5点ខ្ញុំบอกថាម៉ោង5ហើយសាក់បានចេញពីធ្វើការអញ្ចឹងចូលធ្វើការសាំងបានចេញពីធ្វើការសាក់បានអូខេអញ្ចឹងប្រយោគនេះគឺយើងបកថាចេញពីធ្វើការម៉ោង5អញ្ចឹងគាត់ចូលធ្វើការម៉ោង8ហើយចេញពីធ្វើការម៉ោង5អញ្ចឹងតទៀត我很喜欢我的工作我很喜欢我的工作我很喜欢我的工作អញ្ចឹងគាត់និយាយថាម៉េច很នេះបកថាណា喜欢ចូលចិត្ត我的工作ការងាររបស់ខ្ញុំចា我的工作ការងាររបស់ខ្ញុំក្នុងប្រយោគនេះដែរគឺយើងបកថាខ្ញុំចូលចិត្តការងាររបស់ខ្ញុំណាស់ខ្ញុំចូលចិត្តការងាររបស់ខ្ញុំណាស់អញ្ចឹងបើឯងគាត់និយាយថាគាត់ចូលចិត្តការងាររបស់គាត់ណាស់អូខេអញ្ចឹងចូលដល់ចំណុចបន្តទៀត我有很多柬埔寨朋友我有很多柬埔寨朋友ចាកន្លែងនេះយើងបកថាខ្ញុំមានមិត្តភ័ក្តិជាជនជាតិកម្ពុជាច្រើនអ្នកចាហិនបកថាណាតច្រើនជាមភូចៃចាកម្ពុជា朋友បកថាមិត្តភ័ក្តិចាខ្ញុំមានមិត្តភ័ក្តិជាជនជាតិកម្ពុជាហ្នឹងច្រើនអ្នកសានគឺ中国朋友ចឹងគាត់ភ្ជាប់គាត់និយាយតគឺថាសានគឺ中国朋友ចាចឹងសានគឺ3នាក់中国ចា中国ប្រទេសចិនចា朋友មិត្តភ័ក្តិអញ្ចឹងខ្ញុំម៉ៃឯងហ្នឹងគាត់ថាគាត់ក៏មានមិត្តភ័ក្តិជាជនជាតិចិនហ្នឹង3នាក់ដែរចាអញ្ចឹងសានគឺ中国朋友មានមិត្តភ័ក្តិជាជនជាតិចិន3នាក់